ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាម្ដងទៀតថ្ងៃនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតពាក់ព័ន្ធជាមួយនឹងពាក្យភាសាចិនដែលកាលពីលើកមុនយើងរៀនដល់ពាក្យទី45អញ្ចឹងថ្ងៃនេះយើងរៀនតដល់ចាប់ពីពាក្យទី46ចា៎ចឹងពាក្យទី46គេអានថាពាក្យសៀវពាក្យសៀវពាក្យសៀវកុំសោយពាក្យទី47ពាក្យវ៉ាន់ពាក្យវ៉ាន់ពាក្យវ៉ាន់កុំលេងពាក្យទី48如果如果如果ប្រសិនបើពាក្យទី49知知知គ្រាន់តែពាក្យទី50បីបីត្រូវបានពាក្យទី51កិនកិនកិនជាមួយពាក្យទី52自己自己自己ខ្លួនឯងពាក្យទី53យំប្រើពាក្យទី54សៀងដូចពាក្យទី55វ៉ៃចំពោះសម្រាប់ពាក្យទី56អ៊ីងកាយគួរតែពាក្យទី57ឆាយទៅតែពាក្យទី58យកថែមទៀតហើយពាក្យទី59តៃនាំយកពាក្យទី60រានហូបន្ទាប់មកចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាត្រឹមប៉ុណ្ណឹងអរគុណសម្រាប់ការស្ដាប់ហើយបើសិនមកពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share 谢谢再见